បើសិនបើអ្នកត្រូវបានគេដកហូតចេញពីឋានៈពីតំណែងហើយនឹងពីមុខងាររបស់អ្នកតើអ្នកនៅសល់អ្វីនៅក្នុងខ្លួននៅក្នុងព្រះគម្ពីរកូឡូសលោកប៉ុលបានបង្ហាញយើងហើយបានពំមានយើងថាខ្លួនរបស់យើងគេតំណែងរបស់យើងគេឈ្មោះរបស់យើងមិនមែនជាអ្វីដែលយើងខិតខំប្រឹងប្រែងដោយខ្លួនឯងទេគឺមានមនុស្សម្នាក់ដែលនៅក្នុងខ្លួនយើងគឺជាព្រះយេស៊ូវគ្រីស្ទតើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅការផ្លាស់ប្ដូរជីវិតរបស់អ្នកជីវិតចាស់ៗរបស់អ្នកចេញហើយដើម្បីទទួលយកព្រះគ្រីស្ទយេស៊ូវដាក់នៅក្នុងចិត្តអ្នករាល់គ្នាហើយឬនៅខ្ញុំបាទទាំងពីរអ្នកសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទព្រែមសាយហើយខ្ញុំបាទចិននម្ដងហើយថ្ងៃនេះផងដែរពួកយើងនឹងទៅបន្តមេរៀនរបស់យើងគឺនៅក្នុងមេរៀនទី4ដែលមានចំណងជើងថាការរួបរวมគ្នានឹងចិត្តដែលគ្មានអំនួតអញ្ចឹងមុននឹងចាប់ផ្ដើមនៅមេរៀនសប្តាហ៍នេះគឺសូមចិត្តបានឋានជាមួយនឹងពួកយើងទាំងអស់គ្នាបាទសូមស្រួលចិត្តទៅឋានអរព្រះវរបិតាដែលគង់នៅនគរឋានសួគ៌ថ្ងៃនេះកូនអរព្រះគុណទ្រង់ជាខ្លាំងដែលទ្រង់បានផ្ដល់ពេលវេលាសាជាថ្មីដើម្បីឲ្យកូនទាំងពីរមកពិភាក្សាពីព្រះបន្ទូលរបស់ទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធគង់សង្ឃិតនៅជាមួយនឹងអស់អ្នកដែលនឹងស្ដាប់នៅវីដេអូនៅផងនេះហើយសូមឲ្យក្រុមជំនុំរបស់ទ្រង់បានคล้ายទៅជារួបរวมគ្នាហើយរួមតែមួយដោយដែលព្រះទ្រង់បានសន្យាទុកមកមែនបិតាសូមទ្រង់សង្ឃិតគង់ជាមួយនឹងកូនទាំងអស់គ្នាកូនសូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទបាទខចងចាំរបស់យើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក2ខ2នោះចូលបំពេញសេចក្តីអំណររបស់ខ្ញុំដោយអ្នករាល់គ្នាមានគំនិតមានសេចក្តីស្រឡាញ់តែមួយទាំងរួបរวมចិត្តគ្នាហើយគិតតែផ្លូវមួយដូចគ្នាចុះនៅក្នុងសប្តាហ៍មុនយើងបានសិក្សារួចទៅហើយតកតងទៅនឹងមេរៀននៃជីវិតហើយនឹងសេចក្តីស្លាប់អញ្ចឹងយើងបានសិក្សាពីមេរៀនសំខាន់ជាច្រើនហើយនៅក្នុងចុងនៃមេរៀននោះគឺយើងបានពិភាក្សាតកតងនឹងការចោះចូលជាមួយគ្នាការរួបរวมគ្នាអញ្ចឹងនៅសប្តាហ៍នេះយើងនឹងទៅបន្តគឺយើងនិយាយតកតងទៅនឹងការរួបរวมគ្នាអញ្ចឹងថាដំបូងគឺយើងត្រូវតែសិក្សាឲ្យស៊ីជម្រៅតកតងទៅនឹងតើហេតុអីបានជាផែនដីរបស់យើងរាល់ថ្ងៃនេះសប្តាហ៍នេះមានអំពើបាបហើយហេតុអីបានជាយើងទាំងអស់គ្នាបាក់បែកសាមគ្គីដល់ពេលដែលយើងទាំងអស់គ្នាធ្វើការងារបម្រើព្រះអញ្ចឹងនៅថ្ងៃនេះយើងនឹងទៅថាតើអ្នកណាដែលធ្វើឲ្យយើងទាំងអស់គ្នាបែកបាក់សាមគ្គីអញ្ចឹងអ្វីដែលយើងឃើញពីដំបូងគឺមិនមែនការបែកបាក់សាមគ្គីគឺយើងឃើញការចាប់ផ្ដើមនេះគឺនៅក្នុងផែនដីទេក៏ប៉ុន្តែដែលយើងឃើញគឺយើងឃើញនៅឯនគរឋានសួគ៌វិញអញ្ចឹងគឺយើងឃើញថាកាត់ឡើងដោយអរិយសាតាំងដែលយើងហៅថា Lucifer ដំបូងគឺ Lucifer គឺជាទេវតារបស់ព្រះ Lucifer គឺជា Cherubim របស់ព្រះអញ្ចឹង Lucifer គឺគាត់មានរូបឆោមល្អមែនទែនបើយើងឃើញនៅក្នុងព្រះគម្ពីរអេសាយព្រះគម្ពីរយេរេមៀគឺហោរាទាំងអស់បានប្រាប់ថាLucifer គឺជាតារាផ្កាយព្រឹកគេហៅថាផ្កាយព្រឹកបាទអញ្ចឹងដូច្នេះហើយគឺគាត់មានអំណាចដូច្នេះហើយគឺគាត់មានប្រជាប្រិយភាពល្អទេវតាទាំងអស់គឺចូលចិត្តគាត់ហើយ Lucifer នេះផងដែរគឺគាត់ជាអ្នកជំនាញខាងផ្នែកតន្ត្រីនេះផងដែរអញ្ចឹងដល់ពេលដែលថ្ងៃមួយគាត់ឃើញគាត់មានឆ្លុះវង្វេងនឹងខ្លួនរបស់គាត់មានអំនួតនៅក្នុងខ្លួនរបស់គាត់ថាគាត់សង្ហាគាត់ធ្វើអ្វីក៏បានហើយគាត់អាចធ្វើអ្វីដូចស្តៀងធំជាងទេវតាដែលផ្សេងទៀតអញ្ចឹងដូច្នេះគាត់ចាប់ផ្ដើមមានគំនិតថាគាត់ចង់ធំជាងព្រះគាត់ចង់បានអំណាចនឹងស្មើព្រះគាត់ចង់អង្គុយនៅលើបល្ល័ង្ករបស់ព្រះដូច្នេះហើយបានចាប់ផ្ដើមគាត់ទៅគៀងគោដល់ទេវតា1/3នៃនគរឋានសួគ៌ឲ្យទោសប្រឆាំងនឹងព្រះគាត់បានកុហកគាត់បានបោកប្រាស់គាត់បានដាក់មនោគមទៅដល់ទេវតាទាំងអស់នោះដើម្បីឲ្យទេវតាទាំងអស់នោះគិតថាច្បាប់របស់ព្រះពិបាកព្រះដាក់សម្ពាធហើយព្រះគឺទ្រង់សក្រិតណាស់អញ្ចឹងដូច្នេះហើយទេវតានោះសង្ស័យជាមួយនឹងព្រះធ្វើឲ្យទេវតានឹងចាប់ផ្ដើមគិតអាក្រក់ពីព្រះដូច្នេះហើយគឺបានលើកទាស់គ្នាទៅទាស់គ្នាជាមួយនឹងព្រះប្រឆាំងជាមួយនឹងព្រះដូច្នេះព្រះបានទម្លាក់ទេវតាទាំងអស់នោះធ្លាក់មកក្នុងផែនដីដូច្នេះហើយយើងឃើញថារឿងទាំងអស់នេះគឺការបែកបាក់សាមគ្គីគឺមាននៅពេលនោះឯងដើម្បីឲ្យកាន់តែយល់អំពីចំណុចនេះយើងត្រូវវែកញែកអំពីឫសគល់នៃបញ្ហាដែលកើតឡើងនៅនគរឋានសួគ៌ឫសគល់នៃអំពើបាបគឺជាអំនួតហើយយើងឃើញអរិយសតាំងគាត់មានអំនួតគាត់ចង់លើកដំកើងខ្លួននៅនគរឋានសួគ៌ហើយដោយហេតុនោះគាត់ត្រូវបន្ទាបចោលទៅវិញព្រះគម្ពីរភីលីបជំពូក2ខ3ក៏បញ្យល់យើងហើយលើកទឹកចិត្តយើងឲ្យធ្វើកិច្ចការត្រឹមត្រូវដោយចិត្តសុភាពដើម្បីកុំឲ្យមានអំនួតនេះមកចូលក្នុងក្រុមជំនុំរបស់ព្រះ
កុំឲ្យធ្វើអ្វីដោយទាស់ទែងគ្នាឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានគ្នាឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញដូច្នេះយើងឃើញថាអំនួតគឺកើតឡើងនៅពេលដែលយើងចង់ធ្វើអ្វីដោយអំពើចិត្តខ្លួនឯងឬក៏យើងចង់បំពេញនៅគោលដៅរបស់ខ្លួនឯងក៏ប៉ុន្តែការរួបរวมគ្នាគឺកើតឡើងនៅពេលដែលយើងមានចិត្តសុភាពនៅពេលដែលយើងខំប្រឹងបំពេញកិច្ចការបម្រើព្រះដោយមិនគិតអំពីខ្លួនយើងឡើយយើងឃើញថានៅក្នុងព្រះគម្ពីរកូឡូសជំពូក3នេះគឺយើងឃើញថាមានសេចក្តីចែងជាច្រើនតកតងទៅនឹងឲ្យយើងទាំងអស់គ្នាធ្វើការរួបរวมគ្នាបើសិនជាយើងទាំងអស់គ្នាមានអ្នកណាម្នាក់នៅក្នុងក្រុមរបស់យើងបើសិនជាមានម្នាក់នោះមានអំនួតឬក៏យើងខ្លួនឯងជាអ្នកដែលមានអំនួតអញ្ចឹងយើងអាចចោះចូលជាមួយគ្នាបានទេព្រោះសារបើសិនជានៅក្នុងមនុស្សក្នុងមួយក្រុមមានម្នាក់ដែលអួតបំពងខ្លួនឯងប្រហែលជាអ្នកផ្សេងដែលគាត់មិនចេះអួតប្រហែលជាគាត់អាចនឹងរាគាត់អត់សូវហ៊ានបច្ចេកទេសអីទេអញ្ចឹងដូច្នេះយើងឃើញថាចិត្តដែលធ្វើរឿងរ៉ាវទាំងអស់ដែលធ្វើឲ្យមនុស្សអាក្រក់ធ្វើឲ្យមនុស្សមានអំនួតឬក៏មានគ្រោះមហន្តរាយអីផ្សេងគឺចិត្តកើតឡើងគឺដោយសារតែចិត្តមនុស្សម្នាក់តែម្នាក់គត់ដូចយើងឃើញរឿងរ៉ាវដូចនៅក្នុងព្រះគម្ពីរច្រើនដែលយើងបានលើកឡើងរួចហើយទាក់ទងនឹង Lucifer គឺមានកូនចិត្តរបស់យើងនៅក្នុងខ្លួនទៅនិច្ចទៅធ្វើឲ្យរឿងរ៉ាវហ្នឹងទាំងអស់ហ្នឹងមានពពេញដោយសេចក្តីខ្នួនខ្នាញ់មានពាក្យប្រមាថមានពាក្យអពមង្គលកើតឡើងអញ្ចឹងយើងឃើញថាបើសិនជាយើងចង់រួបរวมគ្នាធ្វើការងារជាមួយនឹងព្រះបើសិនជាយើងចង់คล้ายទៅជាមនុស្សមួយក្រុមហើយរួមតែមួយមានកំណត់តែមួយគឺយើងត្រូវការសម្លាប់នៅមនុស្សចាស់ចាញ់មនុស្សចាស់ហ្នឹងគឺប្រៀបបានដូចជាទម្លាប់ចាស់ឬក៏គំនិតចាស់ដែលយើងធ្លាប់មានយើងធ្លាប់តែអួតយើងធ្លាប់តែនិយាយពាក្យប្រមាថយើងធ្លាប់តែនិយាយពាក្យចំអន់ឲ្យគ្នាទៅវិញទៅមកអញ្ចឹងគឺយើងត្រូវការលះបង់ចិត្តទាំងអស់នោះសិនទើបយើងអាចធ្វើឲ្យខ្លួនរបស់យើងខ្លាចជាថ្មីហើយយើងអាចរួមគ្នាបាននោះផងដែរអញ្ចឹងនេះហើយគឺជាសារនេះគឺជាអ្វីដែលលោកប៉ុលគាត់ចង់បង្រៀនយើងហើយអ្វីដែលលោកប៉ុលគាត់ចង់ប្រាប់យើងថាដើម្បីឲ្យយើងទាំងអស់គ្នាអាចចូលរួមគ្នាក៏បានសាមគ្គីគ្នាបានទោះតែយើងទាំងអស់គ្នាកុំមានអំនួតសម្រាប់នៅចិត្តនៃមនុស្សចាស់ចេញហើយដាក់នៅមនុស្សថ្មីគឺជាចិត្តដែលមានព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តរបស់យើងគ្រប់គ្នាដូច្នេះយើងត្រូវសម្លឹងមើលទៅឧទាហរណ៍របស់ព្រះយេស៊ូវដែលទ្រង់គឺជាព្រះក៏ប៉ុន្តែទ្រង់បានមកផែនដីនេះក្នុងនាមជាមនុស្សហើយយើងត្រូវមើលឧទាហរណ៍អំពីទម្លាប់ហើយនឹងគំនិតរបស់បែបរបស់ព្រះយេស៊ូវតើព្រះយេស៊ូវទ្រង់រស់នៅរបៀបណាយើងឃើញនៅក្នុងព្រះគម្ពីរម៉ាថាយម៉ាកុសលូកានិងយូហានយើងឃើញអំពីអត្តចរិតគំនិតរបស់ព្រះយេស៊ូវហើយនឹងរបៀបដែលទ្រង់បានរស់នៅគឺទ្រង់មិនដែលធ្វើបាបមនុស្សណាឡើយទ្រង់បានរស់នៅក្នុងនាមជាសុភាពក្នុងការជួយដល់អ្នកដទៃជានិច្ចគោលគំនិតរបស់ទ្រង់គឺបម្រើដល់អ្នកដទៃទ្រង់មិនដែលមានអំនួតទ្រង់មិនដែលជេរប្រចោលទ្រង់មិនដែលវាយតប់ឬក៏ធ្វើអ្វីដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយនេះហើយគឺជាគោលគំនិតរបស់បែបរបស់ព្រះយេស៊ូវហើយលោកប៉ូលចង់ឲ្យយើងលើកយកឧទាហរណ៍នេះយកមកគិតយកមកផ្ចង់គំនិតហើយរៀនធ្វើតាមដោយសារនេះហើយគឺជារបៀបដែលយើងអាចមានភាពតែមួយនៅក្នុងព្រះគ្រីស្ទក៏ដោយយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក2ខ6និងខ7ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីដែលស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបកាយជាបាវបម្រើវិញព្រមទាំងប្រសូតមកក្នុងមានរូបជាមនុស្សផងដូច្នេះយើងឃើញថាព្រះយេស៊ូវគ្រីស្ទទ្រង់មិនបានចាត់ទុកព្រះអង្គទ្រង់ថាជាព្រះគឺទ្រង់បានលះបង់នៅសិទ្ធិអំណាចរបស់ទ្រង់ដើម្បីក្លាយទៅជាមនុស្សដើម្បីជួយដល់មនុស្សលោកជួយមនុស្សលោកឲ្យបានរួចអំពីអំពើបាបរបស់ពួកគេដើម្បីសង្គ្រោះមនុស្សលោកព្រះយេស៊ូវសុខចិត្តលះបង់ទាំងអស់ចឹងក្នុងនាមនេះយើងដែលជារាជរបស់ទ្រង់ដែលនៅក្នុងនេះយើងឃើញថាព្រះយេស៊ូវជាបងច្បងរបស់យើងគួរតែធ្វើតាមព្រះយេស៊ូវពីព្រោះព្រះយេស៊ូវទ្រង់បានលះបង់ទាំងអស់សម្រាប់យើងចឹងយើងដូចគ្នាការរួបរวมរបស់យើងក៏យើងមានផែនការដែលបានរៀបចំរួចជាស្រេចមកហើយដែលព្រះយេស៊ូវទ្រង់គឺជាអ្នកដឹកនាំរបស់យើងហើយយើងគួរតែដើរតាមទ្រង់ដោយចិត្តសុភាពផងដែរការរួបរวมគ្នាឬក៏ការសាមគ្គីគ្នាមិនមែនគ្រាន់តែជាថាយើងចុះហត្ថលេខាដើម្បីយើង
ចោះអាគ្រីជាមួយគ្នាចោះរូបរួមគ្នាប៉ុន្តែនេះគឺជាការដែលការផ្លាស់ប្ដូរមកពីខាងក្នុងនៃចិត្តរបស់មនុស្សម្នាក់ៗនោះផងដែរអញ្ចឹងយើងទាំងអស់គ្នាគឺត្រូវបានកើតជាថ្មីខាងផ្នែកសេចក្តីចេះដឹងដូច្នេះហើយទើបឲ្យសេចក្តីសិក្សារបស់ព្រះគ្រីស្ទគឺបានដាក់នៅក្នុងចិត្តនៅក្នុងអារម្មណ៍របស់យើងដើម្បីឲ្យយើងទាំងអស់គ្នាคล้ายទៅជារូបរាងនៃព្រះវិហាររបស់ព្រះនោះផងដែរអញ្ចឹងយើងឃើញថានៅក្នុងនេះគឺយើងទាំងអស់គ្នាត្រូវតែចាត់ចែងយើងត្រូវតែបង្កើតនៅកម្មវិធីជាថ្មីជាមួយនឹងអ្នកបង្កបង្កើតរបស់យើងត្បិតយើងឃើញនៅពេលដែលបងអានព្រះគម្ពីរគឺគេថាព្រះអង្គគឺជាអ្នកបង្កបង្កើតរបស់គ្រប់សពសារពើហើយអ្វីៗទាំងអស់គឺកើតឡើងដោយសារតែទ្រង់អញ្ចឹងដូច្នេះហើយចូលឲ្យយើងទាំងអស់គ្នាប្រដាប់ខ្លួនដោយមនុស្សថ្មីខាងឯសេចក្តីចេះដឹងទើបឲ្យយើងទាំងអស់គ្នាអាចធ្វើការងារដោយអភិវឌ្ឍខ្លួនបន្តទៅមុខទៀតអញ្ចឹងយើងឃើញនៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ10បានសម្ដែងថាចូលប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹងឲ្យបានត្រូវនឹងរូបអង្គព្រះដែលបង្កើតមនុស្សថ្មីនោះមកអញ្ចឹងដូច្នេះហើយនៅក្នុងខព្រះគម្ពីរនេះគឺខព្រះគម្ពីរបានលើកទឹកចិត្តយើងជាច្រើនឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងប្រដាប់ខ្លួនយើងជាថ្មីឲ្យយើងទាំងអស់គ្នាកែខ្លួនយើងជាថ្មីមិនមែនកែតែថ្ងៃនេះទេគឺឲ្យយើងទាំងអស់គ្នាចាប់ផ្ដើមកែខ្លួនយើងជាថ្មីរៀងរាល់ថ្ងៃដើម្បីទទួលយកព្រះវត្តមានរបស់ព្រះអញ្ចឹងទាំងអស់នោះគឺការដែលយើងខិតខំប្រឹងប្រែងធ្វើខ្លួនឲ្យខ្លួនជាថ្មីឡើងវិញហ្នឹងគឺមិនមែនខំធ្វើដោយខ្លួនឯងកម្លាំងខ្លួនឯងទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺមានតែអញ្ជើញព្រះដើម្បីព្រះចូលមកក្នុងចិត្តយើងហើយដើម្បីព្រះធ្វើការងារក្នុងខ្លួនរបស់យើងនោះផងដែរដូច្នេះលោកប៉ូលក៏បន្ថែមនៅក្នុងគម្ពីរកូឡូសជំពូក3ខ2ដែរថាចូលសម្លឹងមើលទៅរបស់ខាងលើនៅពេលដែលយើងសម្លឹងមើលទៅរបស់ខាងលើនោះចិត្តរបស់យើងនឹងកែប្រែទៅតាមអ្វីដែលយើងសម្លឹងមើលផងដែរតែរបស់ខាងលើនេះគឺជាអ្វីដែលយើងបានលើកមកហើយគឺគំនិតអត្តចរិតរបៀបដែលរស់នៅរបស់ព្រះគ្រីស្ទគឺសម្លឹងមើលទៅនគរឋានសួគ៌សម្លឹងមើលទៅគោលដៅចម្បងរបស់យើងនៅក្នុងជីវិតរបស់យើងនោះជីវិតរបស់យើងនឹងត្រូវប្រែប្រួលទៅតាមការសម្លឹងរបស់យើងបើសិនជាយើងសម្លឹងមើលទៅខាងក្រោមមើលផែនដីនេះមើលរបស់សពសារពើដែលយើងឃើញទាំងការឈឺចាប់ទាំងទុក្ខវេទនាទាំងការបាត់បង់នោះយើងក៏នឹងមានអារម្មណ៍បាក់ទឹកចិត្តផងដែរហើយយើងក៏លែងមានភាពរួមសាមគ្គីគ្នាជាក្រុមជំនុំរបស់ព្រះគ្រីស្ទប៉ុន្តែនៅពេលដែលយើងសម្លឹងទៅខាងលើនៅពេលដែលគ្រប់គ្នាដែលជាក្រុមជំនុំរបស់ព្រះសម្លឹងទៅនគរឋានសួគ៌នោះពួកគេនឹងរួបរวมតែមួយពិតមែនដូច្នេះហើយលោកប៉ុលគាត់មានសេចក្តីប្រកាសហើយជាដូចជាការសំណុំពរទាំងអស់គ្នាគឺឲ្យយើងទាំងអស់គ្នាមានរូបកាយតែមួយនៅក្នុងព្រះវិហាររបស់ព្រះអញ្ចឹងនៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ15បានសម្ដែងថាចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទបានត្រួតត្រានៅក្នុងចិត្តដែលទ្រង់បានហៅអ្នករើគ្នាមកក្នុងសេចក្តីនោះឯងឲ្យមានរូបកាយតែមួយហើយត្រូវដឹងគុណផងដូចនេះហើយការរួបរวมគ្នាឲ្យខ្លាចជារូបកាយតែមួយនៅក្នុងព្រះគ្រីស្ទគឺជាអ្វីដែលព្រះទ្រង់ចង់ឃើញកាលពីដើមឡើយនៅសួនអេដែនគឺអាដាមហើយនិងអេវ៉ាបានសម្លៀកបំពាក់នៃភាពសុចរិតរបស់ព្រះក៏ប៉ុន្តែនៅពេលដែលពួកគាត់បានធ្វើអំពើបាបហើយត្រូវដេញចេញពីសួនអេដែននោះពួកគាត់ក៏បាត់បង់នៅសេរីល្អហើយនឹងភាពសុចរិតដែលព្រះទ្រង់បានផ្ដល់ឲ្យសម័យនេះយើងកំពុងតែរស់នៅដោយបាត់បង់នៅសម្លៀកបំពាក់រូបកាយដែលសុចរិតដោយពីដើមឡើយនេះឯងក៏ប៉ុន្តែលោកប៉ូលគាត់លើកទឹកចិត្តយើងឲ្យយើងខំប្រឹងស្វែងរកនៅរូបកាយហើយនឹងសម្លៀកបំពាក់សុចរិតនោះមកឡើងវិញដោយយើងឃើញនៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ12ដែលលោកប៉ូលគាត់បានសម្ដែងថាដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសម្លូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដោយបរិសុទ្ធហើយស្ងួនញៀរដល់ព្រះចោះដូច្នេះក្នុងនាមជារាជរបស់ព្រះយើងត្រូវតែបង្ហាញអំពីអត្តចរិតបែបដូចយើងឃើញនៅក្នុងខមុនមិញអញ្ចឹងគឺរាជរបស់ព្រះត្រូវបង្ហាញអំពីអត្តចរិតរបស់ព្រះនៅក្នុងជីវិតរបស់គេហើយអត្តចរិតនេះប្រៀបដូចជាកៅអៅមួយដែលយើងអាចស្លៀកបានជារបស់មួយដែលយើងអាចប្រដាប់កាយដោយភាពសុចរិតរបស់ព្រះដែលទ្រង់បានផ្ដល់ឲ្យអាដាមអេវ៉ាពីដើមដំបូងនោះមកម្លេះហើយចំណុចទាំងនេះគឺជាការបង្ហាញដែលបានលាក់ទុកនៅក្នុងចិត្តរបស់មនុស្សថាមនុស្សនេះគឺជារបស់ផងព្រះដូច្នេះហើយ
នៅក្នុងជីវិតរបស់យើងក៏ត្រូវតែបន្តមានការអត់ឱនទោសឲ្យគ្នាការទ្រាំទ្រនៅពេលដែលគេធ្វើទុក្ខឲ្យដល់យើងហើយនៅក្នុងចំណុចនេះយើងឃើញអំពីឧទាហរណ៍របស់ព្រះយេស៊ូវផងដែរដែលទ្រង់បានអត់ទោសទៅកាន់អ្នកដែលវាយដេកគោលចូលទៅក្នុងព្រះហស្ថរបស់ទ្រង់ទ្រង់បានអត់ទោសទៅដល់អ្នកដែលវាយទ្រង់ទ្រង់បានអត់ទោសទៅដល់អ្នកដែលមិនស្ដាប់ទ្រង់ក៏ប៉ុន្តែទ្រង់នៅតែទ្រាំទ្រស្រឡាញ់ហើយខំប្រឹងថែរក្សាលើកទឹកចិត្តពួកគេដដែល ដូច្នេះហើយយើងឃើញថានៅពេលដែលលោកប៉ុលគាត់បានសំណុំពរហើយគាត់បានអញ្ជើញឲ្យយើងទាំងអស់គ្នាប្រដាប់កាយដោយចិត្តក្ដួលអាណិតសុភាពរៀបសារហើយនឹងសម្លូតនោះគឺឲ្យយើងទាំងអស់គ្នាចេះមានចិត្តអត់ធ្មត់ចេះមានចិត្តអត់អន់ឲ្យគ្នាទោះបីជាអ្នកណាធ្វើខុសអ្វីក៏ដោយគឺត្រូវចេះអត់អន់ទោសឲ្យគ្នាទៅវិញទៅមកនោះផងដែរអញ្ចឹងជីវិតដែលរស់នៅដោយសេចក្តីក្ដួលអាណិតជីវិតរស់នៅដោយភាពមេត្តាករុណាគឺជាជីវិតមួយដែលយើងទាំងអស់គ្នាគួរតែគោរពស្រឡាញ់ហើយគឺជាជីវិតមួយដែលយើងទាំងអស់គ្នាគួរតែយកគំរូតាមព្រះយេស៊ូវគ្រីស្ទអញ្ចឹងនៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ13បានសម្ដែងថាហើយត្រឹមត្រូវគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទោសនឹងអ្នកណានោះចូលអត់ទោសឲ្យគេចោះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករើគ្នាដែរតើចិត្តសុភាពហើយនឹងការរួបរวมតែមួយតម្រង់ទៅរកអ្វីគឺការបំពេញនៅបេសកកម្មនៃដំណឹងល្អគឺការបញ្ចប់កិច្ចការរបស់យើងនៅផែនដីនេះហើយជំរុញឲ្យការយាងមកវិញរបស់ព្រះយេស៊ូវមកយ៉ាងឆាប់រហ័សដូច្នេះលោកប៉ូលក៏លើកទឹកចិត្តក្រុមជំនុំភីលីបហើយនឹងក្រុមជំនុំកូឡូសថាចូលអ្នកដើរទន្ទឹមនឹងគ្នាដោយយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក1ខ27ចូលដើរទន្ទឹមនឹងគ្នាដោយខំប្រឹងប្រែងដើម្បីបញ្ចប់បេសកកម្មរបស់ព្រះនៅលើផែនដីនេះចូលដើរក្នុងភាពតែមួយចូលសម្លឹងមើលទៅឯនគរឋានសួគ៌ហើយដើរនៅក្នុងដោយភាពតែមួយដើម្បីបញ្ចប់កិច្ចការរបស់អ្នកចឹងនៅពេលដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងដើរជាមួយនឹងគ្នាដើម្បីឲ្យយើងទាំងអស់គ្នាអាចរួបរวมគ្នាដើម្បីឲ្យថ្ងៃរបស់ព្រះគ្រីស្ទបាននឹងឆាប់មកដល់អញ្ចឹងដូច្នេះហើយយើងឃើញនៅក្នុងព្រះគម្ពីរភីលីបក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំងនៅក្នុងព្រះគម្ពីរភីលីបជំពូក3ខ14បានសម្ដែងថាទាំងរត់ដំរង់ទៅឯទីដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវអញ្ចឹងក្នុងខនេះគឺលោកពលបានបន្ថែមបានបន្តទៀតថាមិនមែនគ្រាន់តែយើងដើរទេគឺឲ្យយើងទាំងអស់គ្នារត់ដំរង់ទៅដល់ទីគឺជាទីដែលយើងទៅដល់នគរឋានសួគ៌នឹងឯងបាទគឺជាទីមួយដែលព្រះទ្រង់បានដាក់ឲ្យយើងគឺថ្ងៃដែលព្រះយាងមកវិញជាលើកទី2ដើម្បីយកយើងទាំងអស់គ្នាទៅឯនគរឋានសួគ៌ជាមួយនឹងព្រះអង្គផងដែរអញ្ចឹងនេះហើយគឺជាអ្វីដែលយើងទាំងអស់គ្នាគួរតែធ្វើអ្វីដែលយើងគួរតែធ្វើខ្លាំងបំផុតនោះគឺឲ្យយើងទាំងអស់គ្នាធ្វើអ្វីដោយនៅព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទទោះបីជាយើងទៅទីណាកន្លែងណាដែលយើងទៅក៏ដោយប៉ុន្តែសូមធ្វើវាឲ្យបានសពផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទដោយសារយកព្រះនាមរបស់ព្រះទៅកាន់មនុស្សជុំវិញនៅពិភពលោកនេះផងដែរដូច្នេះហើយដើម្បីបំពេញនៅបេសកកម្មនេះដើម្បីឲ្យអ្នកជោគជ័យគឺលោកប៉ូលគាត់បន្ថែមគន្លឹះមួយទៀតនៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ17ហើយក្នុងគ្រប់ការទាំងអស់ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើដោយពាក្យសម្ដីឬកិរិយាក៏ដោយចូលធ្វើទាំងអស់ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាដោយសារទ្រង់ផងដូច្នេះយើងឃើញនេះហើយគឺជារបៀបដែលអ្នកនឹងទទួលបានជោគជ័យនៅក្នុងកិច្ចការបម្រើព្រះនៅក្នុងភាពរួមតែមួយនេះនៅក្នុងចិត្តសុភាពដោយគ្មានអំនួតគឺត្រូវតែធ្វើកិច្ចការទាំងអស់ទោះបីជាសម្ដីឬក៏កិច្ចការក៏ដោយព្រះនាមព្រះយេស៊ូវគ្រីស្ទដោយពឹងផ្អែកទៅលើព្រះនាមរបស់ទ្រង់ហើយដោយបន្ទន់ចិត្តរបស់អ្នកធ្វើតាមផែនការដែលព្រះយេស៊ូវទ្រង់បានផ្ដល់ឲ្យអញ្ចឹងដូច្នេះហើយយើងឃើញថានៅក្នុងមេរៀននេះគឺបានបង្រៀនយើងល្អមែនទែនតកតងទៅនឹងភាពសាមគ្គីហើយនឹងចិត្តដែលមិនចេះមានអំនួតដាក់គ្នានោះផងដែរអញ្ចឹងដើម្បីឲ្យការងាររបស់យើងបានជោគជ័យដើម្បីឲ្យយើងទាំងអស់គ្នាបានទៅដល់ទីទាំងអស់គ្នាគឺយើងមានតែការរួបរวมសាមគ្គីគ្នាហើយក្នុងការរួបរวมសាមគ្គីគ្នានោះគឺយើងទាំងអស់គ្នាត្រូវតែប្រដាប់កាយជាថ្មីដោយសេចក្តីក្ដួលអាណិតសេចក្តីមេត្តាការអត់ធ្មត់ហើយនឹងចេះអត់អន់ទោសឲ្យគ្នានៅពេលណាម្នាក់បានធ្វើខុសនឹងផងដែរគ្រប់អ្វីទាំងអស់ដែលយើងធ្វើសូមធ្វើដោយថ្វាយដល់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យពុកម៉ែបងប្អូនខិតខំប្រឹងប្រែងនិងសិក្សានៅព្រះគម្ពីរដើម្បីយកព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ
ដើម្បីលើកទឹកចិត្តដល់យើងទាំងអស់គ្នាផងដែរអញ្ចឹងជាចុងបញ្ចប់សូមស្រុំចិត្តដើម្បីនឹងអធិដ្ឋានជាមួយនឹងពួកយើងទាំងអស់គ្នាអរព្រវិដាព្រះបត្រានិងព្រះវិញ្ញាណបរិសុទ្ធដែលព្រះម្ចាស់គង់នៅនគរឋានសួគ៌ដ៏គង់ផុតអីប្រងឯកសូមអរគុណទ្រង់សម្រាប់ថ្ងៃនេះដែលទូមកប្រទានជាពេលវេលាដែលទូបង្គំគ្រប់គ្នាផងដែរព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទក៏សូមឲ្យព្រះអង្គជួយដកនៅចិត្តគំនិតរបស់កូនដែលជាគំនិតដែលចាស់សូមព្រះអង្គជួយដាក់នៅចិត្តគំនិតដែលថ្មីដើម្បីទូបង្គំទាំងគ្នាបានធ្វើការងារបម្រើទ្រង់ដោយមានឱលាភាពហើយនឹងដោយមនុស្សទាំងអស់គេបានស្គាល់ព្រះនាមរបស់ព្រះដោយសារតែរូបទូបង្គំគ្រប់គ្នាផងដែរព្រះម្ចាស់ហើយសូមឲ្យព្រះអង្គជួយប្រឡំអំណាចទាំងអស់ដែលព្រះអង្គទ្រង់បានមានហើយសូមឲ្យព្រះអង្គជួយកែច្នៃចិត្តទូបង្គំផងដែរសូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំបាទទាំងពីរអ្នកសូមគោរពជំរាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត